គឺជាចំណុចមួយចំនួនដែលជួយយើងនឹងថាតើការចំណាយរបស់យើងនឹងត្រឹមត្រូវឬអត់ចំណុចទី1ចំណាយមិនលើសចំណូលយើងដឹងខ្លួនឯងច្បាស់ណាស់ថាចំណូលរបស់យើងជាមធ្យមប្រមាណបើសិនជាការចំណាយរបស់យើងមិនលើសចំណូលមិនចាំបាច់ត្រូវខ្ចីគេថែមជារៀងរាល់ចុងខែឬពេលដែលយើងមានតម្រូវការចាំបាច់នោះបញ្ជាក់ថាការរៀបចំការចាយវាយរបស់យើងគឺធ្វើបានល្អហើយចំណុចទី2ចំណាយស្របតាមអត្ថិភាពជីវិតបើការចំណាយភាគច្រើនលើអ្វីដែលចាំបាច់និងសំខាន់ដូចជាសុខភាពគ្រួសារការរស់នៅចាំបាច់នោះបញ្ជាក់ថាការចំណាយរបស់យើងស្ថិតនៅក្នុងលក្ខខណ្ឌដែលត្រឹមត្រូវចំណុចទី3នៅមានប្រាក់សន្សំបើសិនជាយើងនៅអាចសន្សំបានជាប្រចាំមិនថាជាប្រចាំខែឬជាប្រចាំថ្ងៃទោះបីតិចតួចឬក៏ច្រើនក៏ដោយនេះបង្ហាញថាការចំណាយរបស់យើងស្ថិតនៅក្នុងកម្រិតមួយដែលមានវិន័យចំណុចទី4មិនស្ដាយក្រោយពេលដែលចាយចំណុចនេះសំខាន់បន្ទាប់ពីចាយហើយបើយើងមិនមានអារម្មណ៍ថាស្ដាយនោះទេឬមិនមានអារម្មណ៍បារម្ភពីការចំណាយរបស់យើងនោះបានន័យថាការចំណាយរបស់យើងស្ថិតនៅក្នុងលក្ខខណ្ឌមួយដែលត្រឹមត្រូវចំណុចទី5ជួយឲ្យជីវិតបានប្រសើរនិងមិនបង្កសម្ពាធការចំណាយដែលត្រឹមត្រូវគួរតែជាការចំណាយដែលជួយឲ្យជីវិតងាយស្រួលជាងមុនមានសុវត្ថិភាពជាងមុននិងមិនបង្កភាពតានតឹងដល់ការរស់នៅជាប្រចាំរបស់យើង